ជាប់ពន្ធនាគារនៅប្រទេសអាហ្វ្រិកខាងត្បូងយុវវេទវីមកពីប្រទេសឥណ្ឌាមិនរអ៊ូរទាំទេអ្នកខ្លះថាពន្ធនាគារជារាជវាំងខ្លះទៀតថាវាជាសួនច្បារដ៏ប្រណិតខ្លះទៀតជឿថាតាមខ្លោងទ្វារនោះយើងនឹងអាចរួចផុតពីទេសភាពបច្ចុប្បន្នឆ្ពោះទៅកាន់សេរីភាពឆ្នាំ1907មេធាវីនោះគឺមហានគុន្ធីលោកគុន្ធីដឹកនាំជនរួមជាតិតស៊ូអហិង្សាទល់នឹងការជិះជាន់ពូជសាសន៍អស់8ឆ្នាំគេបានដើរក្បួនទៅតំបន់ហាមឃាត់គេបានដុតក្រដាសចុះឈ្មោះចោលគេដឹងថាអាជ្ញាធរនឹងចាប់គេហើយគេថាមិនខុសមែនលោកគុន្ធីថាការមិនសហការនឹងភាពអយុត្តិធម៌ជាវិធីបញ្ឈប់ភាពអយុត្តិធម៌ដោយអហិង្សាគាត់ឲ្យឈ្មោះអាវុធអហិង្សារបស់គាត់ថាសត្យាក្រហៈការប្រកាន់ខ្ជាប់នៅសច្ចភាពនៅគ្រប់ទសវត្សរ៍និងនៅគ្រប់ទ្វីបអ្នករងការជិះជាន់បានចាប់យកយុទ្ធសាស្ត្ររបស់លោកគុន្ធីដើម្បីវាយយកសិទ្ធិសេរីភាពអហិង្សាមានន័យថាការវាយតបវិញតែវាយតបវិញដោយប្រើអាវុធប្រភេទផ្សេងមហិទ្ធិឫទ្ធិដែលលោកគុន្ធីរកឃើញបានផ្លាស់ប្ដូរពិភពលោកប្រទេសឥណ្ឌាជាទ្រព្យសំណប់នៃមហាចក្រភពអង់គ្លេសអង់គ្លេសបានត្រួតត្រាឥណ្ឌាជាង1សតវត្សរ៍ដល់ឆ្នាំ1930អូបារាជអឺវិនដឹងថានឹងមានការប្រឈមមុខមួយដែលអំណាចយោធាអង់គ្លេសនឹងមានប្រសិទ្ធភាពតិចបំផុតគូប្រឆាំងរបស់លោកអឺវិនគឺមហានគុន្ធីដែលឈ្មោះគាត់មានន័យដូចគ្នានឹងអហិង្សាសកម្មតាំងពីត្រឡប់ពីអាហ្វ្រិកខាងត្បូងគុន្ធីបានក្លាយជាអ្នកនយោបាយមានឥទ្ធិពលជាងគេនៅឥណ្ឌាគាត់ថាការត្រួតត្រាលើឥណ្ឌាអាស្រ័យលើការសហការពីឥណ្ឌាមិនមែនដោយសារគំនាបពីអង់គ្លេសទេលោកគុន្ធីធ្លាប់ថាទាហានអង់គ្លេសតែ 10,000 នាក់សោះអាចត្រួតត្រាពលរដ្ឋឥណ្ឌាជាង350លាននាក់បានយ៉ាងម៉េចគាត់ថាយើងនឹងឈប់ធ្វើតាមអ្វីដែលអង់គ្លេសប្រាប់ឲ្យយើងធ្វើប្រទេសទាំងមូលនឹងគាំងត្រឹងធ្វើអហិង្សាសកម្មទ្រង់ទ្រាយធំពលរដ្ឋឥណ្ឌាច្រើនស្វាគមន៍ការតស៊ូលោកគុន្ធីត្រូវរកវិធីប្រើកម្លាំងពួកគេឲ្យមានប្រសិទ្ធភាពបំផុតខែកុម្ភៈឆ្នាំ1930លោកគុន្ធីវិលទៅស្នាក់ការរបស់គាត់នៅជិតឆ្នេរសមុទ្រខាងលិចរបស់ឥណ្ឌានៅឯអាស្រមរបស់គាត់លោកគុន្ធីសេញជើងគិតរិះរកយុទ្ធសាស្ត្រអហិង្សាដើម្បីទាមទារសេរីភាពមកវិញជាច្រើនសប្តាហ៍គាត់នៅតែម្នាក់ឯងក្នុងទីស្នាក់ការគាត់គ្មានឲ្យសញ្ញាអ្វីពីគំនិតរបស់គាត់ទេណារ៉ាយ៉ាន់ដេសាយរស់នៅក្នុងអាស្រមរបស់លោកគុន្ធីនាពេលនោះអ្នកខ្លះនិយាយថាគាត់ពូកែគិតណាស់ថាគាត់មិនចង់ឲ្យរដ្ឋាភិបាលអង់គ្លេសដឹងពីយុទ្ធសាស្ត្ររបស់គាត់ទេតែរាល់លើកគាត់តែងថាទេខ្ញុំកំពុងរងចាំខ្ញុំរងចាំដល់ពេលខ្ញុំដឹងថាត្រូវធ្វើអ្វីខែកុម្ភៈគាត់សម្រេចចិត្តចាប់ផ្ដើមដោយជំទាស់នឹងការយកពន្ធអំបិលនិងពាណិជ្ជកម្មផ្ដាច់មុខលើអំបិលរបស់អង់គ្លេសថ្ងៃទី2ខែមីនាគាត់សរសេរសម្បត្តិទៅអូបារាជបកស្រាយពីភាពអយុត្តិធម៌នៃច្បាប់អំបិលហើយបញ្ជាក់ថាគាត់នឹងទៅកាន់ឆ្នេរសមុទ្រដើម្បីធ្វើអំបិល
គាត់នឹងអំពាវនាវឲ្យពលរដ្ឋឥណ្ឌាទាំងអស់ធ្វើដូចគាត់សូមឲ្យលោកអវិនព្រមចរចាពី3ថ្ងៃក្រោយមកលោកអវិនសម្ដែងពីការសោកស្ដាយរបស់គាត់លើគម្រោងសកម្មភាពរបស់លោកគុនធីចាត់បណ្ដុះទៅរស់ឆ្នេរសម្រាប់ធ្វើអហិង្សាសកម្មក្នុងសន្ទរកថានិងអត្ថបទនានាគាត់វាយប្រហារលើច្បាប់អំបិលថាវាអយុត្តិធម៌សម្រាប់ជនក្រីក្រគាត់ដឹងថាអំបិលនឹងក្លាយជានិមិត្តរូបដែលមានឥទ្ធិពលមនុស្សយើងគ្រប់រូបត្រូវការអំបិលជាចាំបាច់បើគ្មានអំបិលទេយើងនឹងមិនអាចរស់រានមានជីវិតបានឡើយគាត់ចង់តាក់ទាញបេះដូងពលរដ្ឋឥណ្ឌាគ្រប់រូបថានេះហើយជាអ្វីដែលយើងទាំងអស់គ្នាត្រូវការជាចាំបាច់ហេតុអីចាំបាច់បងពុនចំណានក្នុងការធ្វើឲ្យមហាជនចាប់អារម្មណ៍លោកគុនធីរើសផ្លូវដើរពីអាស្រមរបស់គាត់ទៅកាន់សមុទ្រគាត់និងអ្នកស្ម័គ្រចិត្តជាច្រើននឹងដើរជិត400គីឡូម៉ែត្រគាត់ជឿថាដើរក្បួនយាត្រាជិត1ខែនេះនឹងធ្វើឲ្យពលរដ្ឋឥណ្ឌាចាប់អារម្មណ៍និងបង្កើនចំនួនអ្នកស្ដាប់គាត់កាន់តែច្រើនដែរគាត់រំពឹងថាគេនឹងចាប់ខ្លួនគាត់មុនពេលទៅដល់សមុទ្រចិត្តភ្លឺថ្ងៃទី12ខែមីនាព្រឹត្តិការណ៍ដ៏អស្ចារ្យចាប់ផ្ដើមអាយុ60ឆ្នាំលោកគុនធីមានវ័យចាស់ជាងអ្នកទាំង78នាក់មានមនុស្សរាប់ពាន់នាក់ចូលរួមក្បួនយាត្រាមានទាំងប៉ូលីសតាមឃ្លាំមើលផងតែរដ្ឋាភិបាលមិនរារាំងអ្វីទេពួកគេខ្លាចថាគាត់មានប្រជាប្រិយភាពខ្លាំងពេកអាចបង្កប់បន្ទុកអំពើហិង្សាគេថ្លឹងថ្លែងនូវគុណសម្បត្តិនិងគុណវិបត្តិនៃការចាប់ខ្លួនគាត់តែគេក៏បានមើលស្រាលដល់ចលនានោះដែរគេគិតថាចលនានេះនឹងរំសាយបាត់ទៅវិញដោយពពុះសាប៊ូអញ្ចឹងហើយលោកគុនធីនឹងបាក់មុខមិនខានគេថាបើគាត់បន្តក្បួនយាត្រាដោយមិនល្មើសច្បាប់អ្វីសោះយើងមិនអាចចាប់ខ្លួនគាត់ទេតែយើងចាប់គាត់ព្រោះរឿងអ្វីលោកគុនធីចង់ឲ្យគេចាប់គាត់តែមិនឲ្យគេចាប់ឆាប់ពេកទេបើគាត់អាចបន្តក្បួនយាត្រាកាន់តែឆ្ងាយមហាជននឹងបានដឹងកាន់តែច្រើនគាត់ចង់ឲ្យសាររបស់គាត់បានឮដល់ជនរួមជាតិគាត់ផងនិងពិភពលោកផងតាមរយៈសារព័ត៌មានដែលចុះតាមក្បួនយាត្រាក្នុងសន្ទរកថាគាត់អំពាវនាវថាយើងមិនត្រូវស្អប់អង់គ្លេសទេគេមិនបានដណ្ដើមឥណ្ឌាពីយើងទេយើងបានប្រគល់ប្រទេសយើងឲ្យទៅគេ លោកគុនធីជាមនុស្សម្នាក់ដែលយើងគួរស្ញើចសរសើរលើកជាគំរូណាស់គាត់ជាអ្នកសច្ចាំងព្រោះទី1គាត់ស្លៀកពាក់ដូចអ្នកសច្ចាំងនិងទី2ពាក្យដែលគាត់និយាយហាក់ដូចជាពាក្យអ្នកសច្ចាំងតែខ្ញុំក៏បានចាប់ផ្ដើមមើលឃើញថាគាត់ជាអ្នកសិក្សាស៊ីជម្រៅពីប្រវត្តិសាស្ត្រមនុស្សជាតិគាត់យល់ច្បាស់ពីចិត្តសាស្ត្រនិងពីការផ្ដល់តម្លៃដល់ភាពយុត្តិធម៌និងភាពត្រឹមត្រូវដោយពួកអង់គ្លេសហើយចេះទាញយកផលពីមនោសញ្ចេតនាបែបនេះអង់គ្លេសមិនដែលខ្លាចរអាក្នុងការប្រើកម្លាំងយោធាទេតែមន្ត្រីអង់គ្លេសតែងតែមានមោទនភាពថាខ្លួនធ្លាប់ដឹកនាំដោយយុត្តិធម៌និងឲ្យតម្លៃលើការសហការពីមន្ត្រីឥណ្ឌាលោកគុនធីចង់លុបបំបាត់ការសហការនោះចោលក្បួនយាត្រានឹងបង្កបញ្ហាដល់អង់គ្លេសបើចាប់ខ្លួនគាត់ឥណ្ឌានឹងបាតកម្មទូទាំងប្រទេសបើឲ្យគាត់ផ្កើនច្បាប់ដោយចំហអង់គ្លេសនឹងបាត់បង់អំណាចគ្រប់គ្រងលើឥណ្ឌាប្រហែលបាត់បង់រហូតតែម្ដងពេលថ្លែងសន្ទរកថាម្ដងលោកគុនធីបញ្យល់ពីមហិទ្ធិឫទ្ធិនៃការតស៊ូអហិង្សាគាត់អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានវាលែងពីតំណែងគាត់បញ្យល់ថាពេលយើងទាំងអស់គ្នាមិនសហការនឹងអង់គ្លេសគេនឹងមិនមានអំណាចលើយើងឡើយគាត់អំពាវនាវឲ្យមេភូមិលាលែងតំណែងហើយមេភូមិប្រមាណ140នាក់បានលាលែងមែនគាត់ប្រាប់គេថារដ្ឋាភិបាលនេះគឺជារបស់បរទេសគ្រប់គ្រងសម្រាប់ប្រយោជន៍គេ
ចង់បម្រើវាធ្វើស្អី ជំនះនឹងពាក្យគេថាសុខភាពគាត់ទ្រុឌទ្រោមលោកគុន្ធីប្រកាន់ខ្ជាប់នឹងកាលវិភាគនៃក្បួនយាត្រាពេលសម្រាប់គាត់តែងសួរថាមានមន្ត្រីប៉ុន្មានអ្នកហើយលាលែងតំណែងមានអ្នកស្រុកប៉ុន្មានអ្នកហើយបានស្លៀកសម្ពុតខាឌីសម្ពុតអំបោះត្បាញដោយខ្លួនឯងនិងជាសញ្ញាសម្គាល់នៃចលនានេះលោកគុន្ធីប្រាប់ពលរដ្ឋឥណ្ឌាថាកុំទិញក្រណាត់នាំចូលរាល់ថ្ងៃគាត់ចំណាយ2ម៉ោងរវៃអំបោះធ្វើឲ្យកាន់តែឃើញច្បាស់ពីការបាត់បង់ការងាររាប់លានដោយសារការនាំចូលក្រណាត់អង់គ្លេសគាត់ថាបើពលរដ្ឋគ្រប់រូបចាប់រវៃព្រមគ្នាសំលេងកង់រវៃនឹងក្លាយជាចម្រៀងនៃសេរីភាពគាត់អាចទៅបានដោយសម្រានតែ4ម៉ោងក្នុងមួយយប់ដើម្បីក្បួនយាត្រាទទួលបានជោគជ័យគាត់ត្រូវបញ្ចុះបញ្ចូលរាប់ពាន់នាក់ឲ្យស្ម័គ្រចិត្តឲ្យគេចាប់ខ្លួនដាក់គុក គាត់យល់ពីវិធីសាស្ត្រធ្វើឲ្យមហាជនច្រើនបំផុតដឹងពីគោលបំណងរបស់គាត់គាត់ជាអ្នកពូកែម្នាក់ក្នុងការតាក់ទាញអារម្មណ៍មហាជននៅឥណ្ឌានៅពេលនោះឋានៈដែលគាត់ដឹកនាំក្បួនយាត្រាប្រជាពលរដ្ឋប្រាប់គ្នាថាគាត់ដើរក្បួនយាត្រាគាត់នឹងផ្កើនច្បាប់តោះយើងនាំគ្នាចូលរួមនេះជាឱកាសដោយមិនបាច់វាយតប់ពួកអង់គ្លេសទេបង្ហាញពួកវាថាយើងមានគោលចំហយើងមិនមែនជាទាសកលទេសូម្បីខ្ញុំនៅពេលនោះជាកូនសិស្សក្តីបារបស់ខ្ញុំឡើងព្រឺសម្ពងពេលដឹងថាគាត់ជិតដល់គោលដៅហើយយើងគ្រប់គ្នាដឹងថាពេលគាត់ច្បាមអំបិលមួយក្តាប់ដៃគេនឹងចាប់ខ្លួនគាត់មិនខាន ថ្ងៃទី24នៃក្បួនយាត្រាគេមកដល់ឆ្នេរសមុទ្រកាសែតអាមេរិកមួយចុះផ្សាយថាដោយដែលអង់គ្លេសបានបាត់បង់អាណានិគមអាមេរិកព្រោះរឿងតែអង់គ្លេសកំពុងតែបាត់បង់អាណានិគមឥណ្ឌាដោយសាររឿងអំបិលមុននឹងផ្កើនច្បាប់អំបិលលោកគុន្ធីប្រាប់ទៅអ្នកគាំទ្រគាត់ 12000 នាក់នៅឯឆ្នេរថាក្តាប់អំបិលក្នុងដៃឲ្យជាប់និងចងចាំថាអំបិលនេះ មានតម្លៃ60 លានរូពីនោះជាចំនួនទឹកប្រាក់ដែលអង់គ្លេសបានយកពីយើងតាមរយៈពាណិជ្ជកម្មផ្ដាច់មុខលើអំបិលប្រលឹមស្រាងនៅថ្ងៃទី6ខែមេសាលោកគុន្ធីអោនច្បាមយកភក់និងអំបិលមួយក្តាប់ ព័ត៌មានថាលោកគុន្ធីបានផ្កើនច្បាប់អំបិលរំជួលចិត្តពលរដ្ឋទូទាំងប្រទេសរាប់ពាន់អ្នកនាំគ្នាទៅសមុទ្រដើម្បីធ្វើដូចគាត់ដែរចាវ៉ាហាឡាល់នេរូអនាគតនាយករដ្ឋមន្ត្រីឥណ្ឌារំលឹកពីពេលនោះថាវាដូចជាគេបន្លែងឬសើព្រឹងចឹងទូទាំងប្រទេសមហាជននិយាយពីរឿងផលិតអំបិល មិនសំខាន់ថាអំបិលនោះល្អឬក៏អត់ទេរឿងសំខាន់គឺយើងចង់ផ្កើននឹងច្បាប់អំបិលដ៏គួរឲ្យឆ្អើមនោះឯងហើយយើងបានធ្វើមែនពួកអង់គ្លេសមិនបានប្រមាថឃើញពីជោគជ័យដ៏សម្បើមរបស់ក្បួនយាត្រាអំបិលនេះទេមានអ្នកមិនជឿជាច្រើនដែលគិតថាអហិង្សាសកម្មអំបិលស្អី គ្មានអ្នកណាផ្ដួលមហាធិរាជដោយដាំទឹកសមុទ្រនិងកព្យូទេតែក្នុងការតស៊ូបែបអហិង្សាគំនិតស៊ីជម្រៅរបស់អ្នកដឹកនាំទីដែលសំខាន់អ្វីដែលធ្វើឲ្យមនុស្សចង់ចូលរួមអ្វីដែលធ្វើឲ្យគេយល់ថាត្រូវតស៊ូដើម្បីសម្រេចគោលដៅអ្វីមួយនិងអ្វីដែលធ្វើឲ្យគេព្រមតស៊ូបែបអហិង្សា ពេលចលនានេះសាយភាយទូទាំងប្រទេសលោកគុន្ធីឆ្ងល់ថាហេតុអ្វីអង់គ្លេសមិនទាន់ចាប់ខ្លួនគាត់ពេលទៅភូមិតាមឆ្នេរសមុទ្រគាត់បញ្ជោះអ្នកភូមិឲ្យធ្វើអហិង្សាសកម្មហើយថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះថ្ងៃនេះយើងបដិសេធច្បាប់អំបិល
ស្អែកយើងនឹងក្រវែងច្បាប់អង់គ្លេសដទៃទៀតចោលក្នុងធុងសម្រាមយើងនឹងបន្តមិនសហការជាមួយអង់គ្លេសរហូតដល់គេមិនអាចគ្រប់គ្រងលើយើងបានទៀតពេលលោកមិនប្រើហិង្សាឲ្យយើងបង្ក្រាបលោកយ៉ាងម៉េចតែយើងចេញតទៅនឹងលោកបែបណាបើអត់ធ្ងន់បានត្រឹមចាប់លោកដាក់គុកធ្វើឲ្យលោកកាន់តែល្បីឈ្មោះឡើងយើងមិនអាចប្រើកម្លាំងអាវុធលើលោកបានដូច្នេះនេះជាជនម្នាក់ដែលបានដកខាត់យុទ្ធសាស្ត្រដែលអាចសន្ធប់អំណាចអង់គ្លេសបានពីទីក្រុងញូដេលីលោកអឺវិនផ្ញើទូរស័ព្ទទៅទីក្រុងឡុងឥទ្ធិពលផ្ទាល់ខ្លួនរបស់លោកគុនធីអាចនាំមកនៅក្តីអាម៉ាស់ដល់រដ្ឋាភិបាលហើយនៅតំបន់ខ្លះគាត់បានធ្វើឲ្យរដ្ឋាភិបាលអស់អំណាចទីស្នាក់ការរបស់លោកគុនធីនៅឯឆ្នេរសមុទ្រមួយខែក្រោយពេលគាត់ច្បាមអំបិលមួយក្តាប់ដំបូងនោះមកគាត់ប្រកាសសកម្មភាពបន្តគាត់និងអ្នកស្ម័គ្រចិត្តនឹងរឹបអូសយករោងចក្រអំបិលរបស់អង់គ្លេសនៅដារ៉ាសាណាថ្ងៃទី4ខែឧសភាគាត់សរសេរសម្បត្តិទៅលោកអវិនឲ្យជំរឿស3ខដើម្បីបញ្ឈប់ការរឹបអូសយករោងចក្រអំបិល